ហើយជាទូទៅមនុស្សយើងមនុស្សដែលមិនមែនជាម្ចាស់បញ្ហាភាគច្រើនគឺជា expert លួសណាតែមានបញ្ហាខ្លួនឯងបានគាត់ខ្លាចទៅជាទូទៅបញ្ហាជាច្រើនអាចដោះស្រាយបាននៅពេលដែលយើងមានការពិភាក្សាជាមួយអ្នកផ្សេងទៀតដែលមិនមែនជាម្ចាស់បញ្ហាយកសម្ដីខ្ញុំទៅគិតលក្ខណៈ psychology គឺអញ្ចឹងឯងអញ្ចឹងបានក្បួនបង្ហាត់បង្ហាញមហាដូចបងមានប្រសាសន៍បាញ់មិញអញ្ចឹងនៅពេលដែលបងមានបញ្ហាបងត្រូវដាក់តុកបងត្រូវដាក់កៅអីពីរបងហើយនឹងមនុស្សម្នាក់ទៀតដែលបងមើលឃើញថាជាមនុស្សដែលប៉កែអញ្ចឹងពេលខ្លះដូរតុកគ្នាអង្គុយអានឹងក្បួនបង្ហាត់បង្ហាញហើយសូម្បីជួបខូចក៏អញ្ចឹងដែរពេលខ្លះដូរតួអង្គមកដូចបងអញ្ចឹងបងលក្ខណៈអញ្ចឹងនៅពេលដែលគាត់មានបញ្ហាមានអីអញ្ចឹងទៅខ្ញុំដូរតួវិញឥឡូវខ្ញុំជាលក្ខណៈវិញម្ដងហើយបងជាកម្មវិសិទ្ធផ្ដល់អនុសាសន៍មកខ្ញុំថាម៉េចចេះទៅពេលគេនិយាយទៅតាមពិតដូចសាមញ្ញសោះសាមញ្ញសោះនៅពេលនោះឯងដែលគាត់មានដំណោះស្រាយហើយជំហានបន្ទាប់ទៀតគឺត្រូវមាន mastermind មានន័យថាបងត្រូវមានមនុស្សដែលមានចំណេះដឹងរួចហើយត្រូវអាសានៅក្នុងការជួបជុំគ្នារៀនជាមួយគ្នាស្វែងយល់ពីគ្នាទៅវិញទៅមកបងត្រូវមានបែបហ្នឹងបើមិនអញ្ចឹងអត់អាចទប់ទល់ជាមួយស្ថានភាពដែលកើតមាននៅលើភពលោករបស់យើងនឹងបានទេបងតាខ្ញុំតន់អត់ទេបាទបើគិតទៅយើងធ្លាក់ដល់ចំណុចមួយដែលស្ដារឡើងវិញលោកគ្រូបើនិយាយចំបាក់ទឹកចិត្តហ្មងលោកគ្រូដោយសារយើងរកពីមួយថ្ងៃថយទៅមួយថ្ងៃយើងអត់កើនចំណូលហើយយើងចាប់ដើមចំណាយច្រើនទៅហើយណាមួយយើងមានកញ្ចប់បំរុង6ខែទៅ1ឆ្នាំផងបើអ្នកខ្លះដែលអត់មានហើយជាត្រូវខ្សែធនលឿនជាងនឹងទៀតអូខេបាទតើពីធ្វើលំហាត់ដែរហើយខ្ញុំចាប់ផ្ដើមស្ដារពេលវេលាមកវិញគឺយើងបង្កើតទំនាក់ទំនងជាមួយអតិថិជនលោកគ្រូអាចយើងដើរទៅពិនិត្យឬក៏គេ check in មើលអញ្ចឹងខ្ញុំចាប់ផ្ដើមពង្រឹងសេវាកម្មបន្ថែមមកទៀតអូខេមួយខែក្រោយមកជីវកម្មខ្ញុំចាប់ផ្ដើមរវល់ច្រើនជាងមុនគម្រោងថ្មីចូលមកដល់ហើយដល់បច្ចុប្បន្នអតិថិជនចាស់ណែនាំអតិថិជនចាស់ហ្នឹងមកទៀតអូខេបាទចំពោះផលប្រយោជន៍ចេញពីកម្មវិធីលោកគ្រូគឺច្រើនហើយខ្លាំងគ្រូល្អមែនទែនជាយាមចូលរៀននិងទទួលបានផ្នត់គំនិតថ្មីហើយជាពិសេសគឺពេលមានយើងចន់ជាក្រុមគ្រូចែករំលែកបទពិសោធន៍បាទតមកទៀតយើងនឹងទទួលបានគំនិតថ្មីបើក្រុមមាន6នាក់យើងនឹងទទួលបានគំនិតទាំង6នាក់មកទៀតគ្រូបាទលោកគ្រូឱកាសចូលរួមជាសមាជិក Mastermind ជាមួយនឹង Master កម្មពិសិដ្ឋដែលបងប្អូនអាចសិក្សាបានជារៀងរាល់សប្តាហ៍ហើយក៏អាចសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃផងដែរដែលបងប្អូនអាចសិក្សាស្វែងយល់អំពីការកសាងទ្រព្យចំណេះដឹងអាជីវកម្មការវិនិយោគសកម្មភាពគ្រួសារនិងមានចំណេះដឹងជាច្រើនទៀតក៏ដូចជាមីក្រូនិងម៉ាក្រូសេដ្ឋកិច្ចដែលយើងស្វែងយល់អំពីអ្វីដែលកើតឡើងថ្មីចាបងប្អូនកុំភ្លេចតាក់ទងមកក្រុមការងារឬក៏ផ្ដល់លេខទូរស័ព្ទដើម្បីក្រុមការងារតាក់ទងទៅផ្ដល់ព័ត៌មានលម្អិតជូនដល់បងប្អូនទាំងអស់គ្នាកុំឲ្យឱកាសមួយនេះកន្លងផុតទៅចាអរគុណច្រើន